ខ្ញុំទើបតែដឹងថាយើងជាមិត្តធ្លាប់គិតម្នាក់ឯងថាជាស្នេហាថ្ងៃនេះដឹងច្បាស់នៅក្នុងចិន្តាថាមនោសញ្ចេតនាហាស្លាក់ខ្ជាក់ទៅវិស្លែទើបដឹងថាអ្នកជាមនុស្សបែបណាយករឿងស្នេហាមកធ្វើជាល្បែងធ្វើខ្លួនស្និទ្ធស្នាលឈឺឆ្អាលហួងហែងឲ្យខ្ញុំគិតម្នាក់ឯងវងវែងថាយើងស្រឡាញ់គ្នាឆ្លោះនឹងខ្លួនឯងគ្មានអ្នកដឹងនៅក្នុងពេលនឹងស្ទើរឈួតស្ទើរជាការស្និទ្ធស្នាលរវាងគ្នានឹងគ្នាคล้ายជាការចងចាំមួយរំខានហាក់រតីដឹងហើយថាមិនគួរគិតរឿងនឹងគេមិនទាំងដឹងថាខ្ញុំកើតអីបង្ដោងនៅតែសួរថាហេតុអ្វីប្រើពេលប៉ុន្មានថ្ងៃអាចផ្ដាច់និស្ស័យគ្មានន័យមួយនេះនឹងខ្លួនឯងគ្មានអ្នកដឹងនៅក្នុងពេលនឹងស្ទើរឈួតស្ទើរជាការស្និទ្ធស្នាលរវាងគ្នានឹងគ្នាคล้ายជាការចងចាំមួយរំខានហាក់រតីដឹងហើយថាមិនគួរគិតរឿងនឹងគេមិនទាំងដឹងថាខ្ញុំកើតអីបង្ដោងនៅតែសួរថាហេតុអ្វីប្រើពេលប៉ុន្មានថ្ងៃអាចផ្ដាច់និស្ស័យគ្មានន័យមួយនេះ